Tuần suốtស្ដីពុកម៉ែបងប្អូនព្រលឹមស្រាងស្រាងនៅលើស្ពានកំពង់ក្ដីខេត្តសៀមរាបយើងបានធ្វើដំណើរហើយក៏បានសាកចូលមើលទស្សនភាពរួមជាស្ពានចំណាក់បដានមួយនៅក្នុងខេត្តសៀមរាបបាទបន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលជិត3ម៉ោងបាទយើងបានចូលមកដល់ទឹកដីខេត្តសៀមរាបមុននឹងចូលទៅដល់ទឹកដីអង្គរយើងបានចូលមកទស្សនានៅលើស្ពានកំពង់ក្ដីដែលជាស្ពានចំណាស់បុរាណដែលសល់តាំងពីសម័យអង្គរមកនោះក៏ដោយសម្រាប់នឹងជជែកគ្នាលេងស្ដីអំពីនោះពីនេះពីនោះមួយសន្ទុះមកយើងក៏បានទឹកបដិនៅយកទស្សនភាពនៅផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញនោះបន្ទាប់ពីបានទស្សនាហើយយើងក៏បានឃើញអាកោទីដែលពួកគាត់ចាជាប្រជាពលរដ្ឋនៅទីនោះបានធ្វើរសជាតិពិតជាទទួលយកបានហើយឆ្ងាញ់មែនទែន